ពីសួរអ្នកទាំងអស់គ្នាតោះយើងចូលមកភាគ2រឿងរបស់យើងម្ដងទៀតតោះដល់វគ្គហ្នឹងគឺតួប្រុសរបស់យើងគឺឃើញតិចរបស់កូនក្រមុំយើងគឺខ្នាញ់មែនតើហើយក៏បានចាប់តិចកូនក្រមុំរបស់យើងហើយសួរថាមូលហេតុអីបានកូនក្រមុំរបស់យើងហ្នឹងគឺຕົកតិចនៅខាងក្រៅពួកគេគ្រប់គ្នាតិចនៅគេបិទតិចនឹងអស់ហើយមានតិចតែ2ឯងហេតុអីបានកូនក្រមុំរបស់យើងនៅតិច4នៅខាងក្រៅអញ្ចឹងថាចង់ទុកមើលទៅខ្ជូតមែនបានទុកតិចនៅខាងក្រៅអញ្ចឹងហើយកូនស្រីរបស់យើងគឺខឹងហ្មងគេថាតួប្រុសរបស់យើងជាខឹងក៏គេអត់ខ្លាចដែរគឺស្រែកឡើងពេញថ្នាក់ហ្មងហើយឡើងគ្រូថាមិនខ្មិចពីរនាក់នឹងអត់រៀនទេបើអត់រៀនទេមកបរៀនខ្លួនឯងមកហើយគេខឹងផងទៅខ្មាស់គ្រូផងនឹងគេសុំទោសគ្រូហើយឡើងទាំងខ្ជូតគេទៅអូយចាប់កញ្ញិចឡើងថាតួប្រុសហើយសំបីខ្ញុំក៏កញ្ញិចដែរមើលឡើងខ្ជូតម្លឹងហើយក៏តួប្រុសយើងក៏ថាតួកូនស្រីរបស់យើងពេលដែលខឹងអញ្ចឹងទៅគឺដូចកដោអញ្ចឹងទូចចង់ឲ្យចាប់ខ្ញិចមិនតែគាត់ទេសូម្បីតែខ្ញុំក៏ចង់ខ្ញិចដែរហើយសាច់រឿងរបស់យើងគឺតមកកូនក្រមុំរបស់យើងគឺចប់ពីរៀនហើយគឺជិះឡានត្រឡប់មកផ្ទះវិញគឺឡានក្រុងមួយជិះមកតែឯងឯអាណិតមែនតែនតួបឋមរបស់យើងគឺគាត់នៅឆ្ងាយពីសាលានេះគាត់តាលេខមកពីសាលាទៅកន្លែងឡានគឺ1ម៉ោងហើយពីកន្លែងឡានក្រុងមកផ្ទះគឺ20នាទីទៀតគឺទ្រាំដល់ផ្ទះគឺ1ម៉ោង20ទ្រាំដល់អីគឺ1ម៉ោងកន្លះម៉ោងអញ្ចឹងណាហើយចុះពីលើឡានក្រុងភ្លាមហ្នឹងគឺអត់ទាន់ទៅផ្ទះទេគឺទៅរកទិញអីវ៉ាអីវ៉ាន់អីសិននៅក្នុងផ្សារមិននៅក្នុងផ្សារគឺនៅក្នុងម៉ាតនេះគេមកដល់ម៉ាតហើយអញ្ចឹងម៉ាតគេទូចដូចផ្ទះអញ្ចឹងខ្ញុំគិតថានេះម៉ាតលក្ខណៈគ្រួសារអញ្ចឹងណាអញ្ចឹងកូនខ្ចីរបស់យើងគឺគេចាប់ផ្ដើមរើសអីវ៉ាន់ដែលគេត្រូវការអញ្ចឹងគេយកមកឲ្យលុយមួយក្រែនម៉ានេះម្ចាស់ហាងហ្នឹងហើយគេហុចលុយឲ្យកូននឹងខ្ញុំស្រឡាញ់មែនតើមើលទៅឡើងខ្ជូតឡើងកំមិចកំម៉ោមគួរឲ្យស្រឡាញ់ហើយម្ចាស់ហាងក៏បានផ្ដាំទៅកូនស្រីយើងថានៅឲ្យឆ្ងាយពីផ្ទះចាស់មួយលើភ្នំអញ្ចឹងណាពួកគាត់តែងតែឮសំឡេងឆ្កែទៅចកយំនៅនឹងជារៀងរាល់យប់អញ្ចឹងដោយសារតែកូនក្រមុំយើងនៅតែម្នាក់ឯងអញ្ចឹងគាត់បារម្ភអញ្ចឹងណាអញ្ចឹងឲ្យនៅឲ្យឆ្ងាយហើយយប់ឡើងក៏មួយដើរលេងទៅណាហើយខាងតួស្រីរបស់យើងគឺគេថាអត់អីទេគេនឹងថែខ្លួនអីណាអញ្ចឹងណានឹងថែខ្លួនអីទេខ្លួនប៉ិនកដៃនឹងដឹងមើលថែខ្លួនតាមណាទេបើចចកឬឆ្កែខាំនឹងគឺចប់ហ្មងហើយបន្ទាប់ពីទិញអីវ៉ាន់មកគេក៏មកដល់ផ្ទះហើយគេស្រែកថាខ្ញុំដល់ផ្ទះហើយដល់ផ្ទះហើយនឹងផ្ទះនៅតែម្នាក់ឯងហ្នឹងមកស្រែកថាខ្ញុំដល់ផ្ទះហើយអូយដឹងគិតអីទេនេះហើយគ្រាន់គេមកដល់ផ្ទះភ្លាមគេបើកទ្វារខ្វាក់ហើយគឺអ្នកទាំងអស់គ្នាដឹងធ្វើអីអត់គឺគេប្រែកាឡាខ្លួនជាសត្វភេដ៏ទូចនឹងហ្មងគេគឺដោះខោដោះអាវក្បត់ខោក្បត់អាវអីចាញ់គេខ្លាចជាភេដើម្បីគេហត់នឿយគេពេញមួយថ្ងៃអស់អញ្ចឹងគេក្បត់ខោក្បត់អាវអីអស់គឺខ្លាចជាសត្វភេហើយគេកេងយកមកអ្នកទាំងអស់គ្នាឃើញអត់ឡើងខ្ជូតអញ្ចឹងបានតួប្រុសរបស់យើងថាកូនក្រមុំយើងនឹងឡើងខ្ជូតគាត់ចង់ទៅញ៉ាស់ឲ្យខឹងហ្នឹងមើលដូចកូនកដោអញ្ចឹងពីដូចសត្វភេអីទេមើលនេះអូយចាប់ខ្ញិចលើយនេះហើយគេកេងបណ្ដាគេនឹកដល់តួប្រុសបណ្ដាគេថាតួប្រុសរបស់យើងដូចជាធ្លាប់នៅឃើញកន្លែងណាតែគេអត់ចាំទេហើយគេគិតថាមកពីតួប្រុសសង្ហាធ្លាប់ឃើញនៅទូទេដឹងបានគេប្រហែលទេគេថាខ្វល់ទេគេកេងវិញអត់ខ្វល់ពីតួប្រុសហ្មងខ្ជិលខ្វល់កេងវិញស្រួលខ្លួនជាងហើយដល់ពេលគេភ្ញាក់ពីគេងគេមើលកញ្ចក់គេថាគេចង់ធ្វើម៉េចឲ្យបាត់តិចហ្នឹងកុំឲ្យតួប្រុសរបស់យើងថាឲ្យគេហើយកុំឲ្យតួប្រុសរបស់យើងលេងតិចគេដល់ពេលគេខំប្រឹងរៀនឲ្យបាត់តិចហ្នឹងបាត់តិចហ្នឹងមិនមែនគេខំអតែមកមើលមានបាត់ទៅតិចហ្នឹងចេញកតុយមកវិញអាណិតគ្នាដែរគ្នាខំប្រឹងអស់លទ្ធភាពហើយនៅតែបាត់ចឹងមានតែទៅរៀនទាំងតិច4នឹងទៀតហើយគ្នាទៅរៀនគេប៊ូលីហងអីផងដោយសារតែគ្នាធំប៉ុណ្ណឹងអីអត់ចេះបិទតិចជាមួយនឹងកតុយហ្នឹងហើយគេប៊ូលីធ្វើបាបហើយគេអត់ចង់និយាយជាមួយឯអាណិតគ្នាដែរហើយកូនកំគេឡើងខ្ជូតមកធ្វើបាបមកប៊ូលីគេអត់ដឹងតែគិតអីទេគ្នាគ្រាន់តែនៅសល់តិច4ហ្នឹងក៏ប៊ូលីគ្នាដែរហើយពេលដែលគាត់រៀបចំខ្លួនទៅរៀនហ្នឹងក៏ឃើញរូបថតលោកយាយរបស់គាត់ក៏នឹកដល់លោកយាយរបស់គាត់គាត់ថានៅនឹងអត់មានអ្នកគេក្រៅពីលោកយាយរបស់គាត់ទេដែលស្រឡាញ់គាត់ជាងគេអញ្ចឹងណាហើយកូនក្រមុំរបស់យើងក៏គិតក្នុងចិត្តថាអូយគាត់នឹកលោកយាយទៀតហើយនឹកពាក្យដែលលោកយាយគាត់ថាអូយគឺចៅរបស់គាត់ធំប៉ុណ្្នឹងហើយនៅលាក់តិចជាមួយនឹងកតុយអត់បានទៀតអញ្ចឹងណាហើយសាច់រឿងរបស់យើងគឺកាត់ពីតែប៉ុណ្្នឹងតមកដល់នៅសាលាវិញម្ដងហើយតួប្រុសរបស់យើងក៏បានសួរថាហេតុអីបានកូនក្រមុំរបស់យើងនឹងអត់មានមិត្តភក្តិចឹងហើយកូនក្រមុំគេថាបើយើងពីរនាក់នឹងខុសគ្នាគេអត់មានមិត្តភក្តិដោយសារតែគេអត់ចង់រាប់រកមិត្តភក្តិហើយ
តួឯកប្រុសរបស់យើងអត់មានមិត្តភក្តិដោយតែតួប្រុសនឹងចរិតឆ្លើយបានអ្នកអត់មានអ្នកនិយាយជាមួយអញ្ចឹងណាគេធ្វើឡើងខ្មើទៀតណាអត់មិត្តភក្តិទាំងពីរនាក់ហ្នឹងនៅធ្វើចរិតខ្មើដាក់គេទៀតហើយតួប្រុសរបស់យើងឃើញចរិតខ្មើចឹងគឺចង់តែញ៉ោះឲ្យកាន់តែខ្លាំងឯងហើយក៏គាត់និយាយថាហេតុអីបានកូនក្រមុំរបស់យើងមកធ្វើមិត្តភក្តិជាមួយហើយនិយាយដាក់តិចទាំងគ្នានេះឡើងភ្ញាក់ឡើងផ្អើលខឹងទៀតហើយអូយប៉ាកែញ៉ោះមែន ហើយគេខឹងនឹងតួឯកប្រុសគេថាគេឈប់ធ្វើមិត្តភក្តិជាមួយនឹងតួឯកប្រុសយើងទៀតហើយប៉ាកែញ៉ាស់គេអញ្ចឹងគេខឹងហើយគេឈប់ធ្វើមិត្តភក្តិហើយរឿងរបស់យើងភាគ2ចប់តែប៉ុណ្ណឹងឯងអញ្ចឹងអរគុណសម្រាប់ការតាមដានទាំងអស់គ្នាហើយជួយចុច like ជាមួយនឹង comment ឲ្យហងបាយបាយ